ទូស្ដីប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel របស់ពួកយើងថ្ងៃនេះពួកយើងនឹងមកចែករំលែកដល់អ្នកគ្នានៅពីមនុស្សពីរនាក់ដែលមានកំណត់ត្រាពិសេសបំផុតនៅលើពិភពលោកម្នាក់គឺមានកម្ពស់ខ្ពស់ជាងគេហើយម្នាក់ទៀតមានមាឌធំជាងគេបំផុតនៅលើពិភពលោកមនុស្សដែលមានកម្ពស់ខ្ពស់ជាងគេនៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្សគឺ Robert Wadlow គាត់មកពីសហរដ្ឋអាមេរិកគាត់មានកម្ពស់ខ្ពស់រហូតដល់ 2.72 ម៉ែត្រឬប្រហែល8 ហ្វីត 11 អ៊ីងវាខ្ពស់ជាងទ្វារផ្ទះធម្មតាទៅទៀត Robert Wadlow កើតនៅឆ្នាំ 1918 ដោយសារជំងឺក្រពេញ Pylori រាងកាយរបស់គាត់បន្តលូតលាស់មិនឈប់ស្បែកជើងដែលគាត់ពាក់ត្រូវបានដេរនៅរោងចក្រផ្ទាល់ផងដែរសម្លៀកបំពាក់ដែលគាត់ត្រូវពាក់រាល់ថ្ងៃក៏ត្រូវការកំងកាត់ផងដែរជីវិតប្រចាំថ្ងៃរបស់គាត់ពិបាករស់នៅជាមនុស្សធម្មតាទៅទៀតគាត់ត្រូវបានគេទទួលស្គាល់ថា The Gen of Elenis និងត្រូវបានកត់ត្រាជាផ្លូវការថាជាមនុស្សដែលមានកម្ពស់ខ្ពស់ជាងគេបំផុតមិនធ្លាប់មាននៅលើពិភពលោកបន្ទាប់មកយើងមកមើលមនុស្សដែលមានមាឌធំជាងគេបំផុតឬទម្ងន់ធ្ងន់ជាងគេបំផុតវិញគាត់មានឈ្មោះថា John Prawer Minogue គាត់ក៏មកពីសហរដ្ឋអាមេរិកដូចគ្នាផងដែរទម្ងន់និងកម្ពស់របស់គាត់ត្រូវបានគេប៉ាន់ស្មានថាប្រហែល635គីឡូក្រាមនេះជាទម្ងន់ដែលស្ទើរតែមិនគួរឲ្យជឿនិងស្រមៃបានការផ្លាស់ទីរាងកាយរបស់គាត់ត្រូវការក្រុមវិជ្ជាបណ្ឌិតនិងឧបករណ៍ពិសេសសម្បីតែគ្រែគេងក៏ត្រូវផលិតឡើងពិសេសផងដែរជីវិតរបស់ John Prawer Minogue បានបង្ហាញឲ្យយើងឃើញថាសុខភាពនិងទម្ងន់រាងកាយមានសារៈសំខាន់ខ្លាំងប៉ុណ្ណាសម្រាប់គុណភាពជីវិតរបស់មនុស្សម្នាក់ៗដូច្នេះសង្ខេបមកម្ដងទៀតមនុស្សដែលមានកម្ពស់ខ្ពស់ជាងគេនៅលើពិភពលោកគឺ Robert Wadlow មនុស្សដែលមានមាឌធំជាងគេបំផុតទម្ងន់ធ្ងន់ជាងគេគឺ John Prawer Minogue ដែលគាត់មានទម្ងន់ប្រហែល635គីឡូក្រាមរឿងរ៉ាវរបស់ពួកគេគឺជាភស្តុតាងថារាងកាយរបស់មនុស្សអាចមានសុខភាពខុសគ្នាយ៉ាងខ្លាំងហើយក៏ជាការរំលឹកឲ្យយើងយកចិត្តទុកដាក់នឹងការមើលថែសុខភាពរបស់យើងផងដែរបើអ្នកចូលចិត្តវីដេអូចែករំលែកចំណេះដឹងនិងរឿងដែលគួរភ្ញាក់ផ្អើលបែបនេះសូមចុច Like Subscribe និង Share ទៅកាន់មិត្តភ័ក្តិរបស់អ្នកផងដែរសូមអរគុណច្រើនសម្រាប់ការទស្សនាជួបគ្នាវីដេអូក្រោយ